ក្រុមការងារចាប់កូនកធីដាក់អតិជនឲ្យអតិជននេះទៅចុងខែបាទចំនួន4000គ្រាប់ជាងហើយបងផ្សេងយើងអត់ទាន់បានចាប់ដាក់គាត់ព្រោះអត់មានអីវ៉ាន់គ្រប់គ្រាន់ដាក់គាត់ណាអញ្ចឹងយើងដាក់ជូនបងប្អូនឈុតធំដែលគាត់មានស្រះមានអីខ្លួនឯងគឺទទួលបានកូនកធីមុនបើសិនបងប្អូនចាំតង់ចាំអីយើងរៀងយឺតយ៉ាវបន្តិចដោយសារតែក៏អតិជនច្រើនមែនតើសម្រាប់បងដែលគាត់ចង់កំងជីឈុតណាបាទអញ្ចឹងអរគុណមែនតើអតិជនដែលជាជាក់ខាងកសិដ្ឋានភ្នំស្តុកបងអូនណាបាទបានយកកូនកធីយកទៅចិញ្ចឹមបាទក៏ដូចជារៀនបច្ចេកទេសខាងយើងចំណាយលុយ1000 2000 3000ដុល្លារគឺអត់ខុសទេព្រោះយើងនឹងផ្ដល់សេវាកម្មជូនបងប្អូនក្នុងការបាទបច្ចេកទេសក្នុងការចិញ្ចឹមថែទាំជូនបងប្អូនមួយសេតហ្មងចឹងបងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនចង់ចាប់អាជីពចិញ្ចឹមកធីតាក់ទងមកបន្តទៀតណាបាទអរគុណច្រើនដែលជឿជាក់ហើយសម្រាប់កធីសាច់ក៏យើងមានចាញ់ជូនបងប្អូនទៀតដែរគ្រាន់តែថាយើងអត់ទាន់បានរៀបចំធ្វើជូនបងប្អូនណាអាចនឹងយឺតយ៉ាវមួយថ្ងៃពីរថ្ងៃបងប្អូនព្រោះស្ទះបាទ